ដើម្បីផុសវីដេអូនៅក្នុង Facebook ឲ្យ Facebook រុញឲ្យមានអ្នកមើលច្រើនឲ្យមាន view ច្រើនបងប្អូនត្រូវធ្វើរឿងទាំងនេះអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូមួយនេះចំណេញបងប្អូនកុំភ្លេចជួយ share ជួយ follow Facebook ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការចែករំលែកចំណេះដឹងថ្មីៗអូខេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាការផុសវីដេអូធ្វើម៉េចឲ្យត្រឹមត្រូវតាមលក្ខខណ្ឌរបស់ Facebook ហើយឲ្យ Facebook រុញឲ្យមាន view ច្រើនបងប្អូនកុំភ្លេចមើលវីដេអូនេះដល់ចប់អូខេតោះបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបបង្ហោះវីដេអូឬមួយក៏រូបភាពធ្វើម៉េចផុសទៅឲ្យវាត្រូវទៅតាមគោលការណ៍របស់ Facebook ហើយ Facebook រុញឲ្យយើងមាន view ច្រើនអញ្ចឹងណាទី1យើងបង្ហោះមកបងប្អូនមកចុចកន្លែងលេខបូកនេះមកអញ្ចឹងបងប្អូនយកពាក្យផុសនេះមកហើយបន្តមកទៀតបងប្អូនយក gallery ខាងក្រោមនេះមកហើយបន្តមកបងប្អូនជ្រើសរើសវីដេអូដែលបងប្អូនចង់បង្ហោះអញ្ចឹងខ្ញុំយកវីដេអូនេះអូខេបន្តមកបងប្អូនយកពាក្យ next អូខេបន្តមកទៀតបងប្អូនសរសេរ caption មកហ្នឹងហើយអញ្ចឹង caption ខ្ញុំផាសយកហ្មងទៅនេះរបៀបយក bonus $37ពី Facebook អញ្ចឹងបងប្អូនធ្វើអញ្ចឹងរួចហើយបងប្អូនចុច nextនេះបងប្អូនអាកន្លែងចំណុចកន្លែងនេះគឺសំខាន់ណាស់អញ្ចឹងបងប្អូនចុចលើកន្លែងនេះមួយបន្ទាប់មកបងប្អូនសរសេរចំណងជើងអស់ហើយឧទាហរណ៍ណាបងប្អូនសរសេរចំណងជើងអស់លីងហើយអញ្ចឹងបន្ទាប់មកបងប្អូនចុចពាក្យនេះដាននេះមកបន្ទាប់មកវានឹងចេញសញ្ញា tip ហើយវាដាក់សញ្ញា tick ពណ៌បៃតងនេះគឺមានន័យថាចំណងជើងក៏យើងធ្វើត្រូវຂະຫນាតវីដេអូក៏យើងធ្វើត្រូវនិយាយទៅត្រូវទាំងអស់តែម្ដងតើកាលណាកន្លែង tip នេះអាកន្លែងសញ្ញា tick ពណ៌បៃតងនេះអត់មានទេគឺមានន័យថាយើងធ្វើវីដេអូមួយហ្នឹងគឺខុសកន្លែងណាមួយអញ្ចឹងយើងចុចលើវាមកយើងចុចលើកន្លែងហ្នឹងតិចមកចង់ដឹងណាបងប្អូនបាទគឺត្រូវទាំងអស់តែម្ដងគឺអូខេទាំងអស់តែម្ដងទី1នោះគឺអាកន្លែងនេះបងប្អូនបាទគឺយើងទៅសេចំណងជើងអត់វែងពេកអត់ខ្លីពេកហើយយើងអត់ដាក់ link ញ៉ៃញ៉ៃផ្ដេសផ្ដាសយើងអត់ដាក់តំណ link អីគេផ្សេងណាបងប្អូនព្រោះ Facebook ឥឡូវ update អត់ឲ្យយើងដាក់ link អីញ៉ៃញ៉ៃទេហើយ hashtag អីបើមិនចាំបាច់ក៏កុំប្រើដែរ hashtag ណាបងប្អូនបាទហើយបន្តមកទៀតអាទី2នេះគឺវីដេអូរបស់យើងគឺត្រូវតាមຂະຫນាតរបស់គេគឺរបៀប720បងប្អូនបាទ720អូយតាក់មាត់ខ្ញុំអត់បានផឹកកាហ្វេបងប្អូនបាទអញ្ចឹងຂະຫນាតវីដេអូរបស់ខ្ញុំគឺខ្ញុំថតតាមទូរស័ព្ទហើយខ្ញុំកាត់ទៅគឺ720គឺប៉ុណ្ណឹងគឺល្អហើយ Facebook វាឲ្យសញ្ញា tick ហើយទី3នោះគឺຂະຫນាតដែលយើងធ្វើហ្នឹងគឺຂະຫນាតបញ្ឈរគឺពេញអេក្រង់បឹបតែម្ដងនេះបងប្អូននេះអាកន្លែងចំណុចនេះបងប្អូននេះអញ្ចឹងបានន័យថាអាទី3ហ្នឹងវីដេអូរបស់ខ្ញុំគឺពេញទាំងលើពេញទាំងក្រោមវាអត់មានកន្លែងតាណាខ្មៅទេពេលខ្លះបងប្អូនធ្វើវីដេអូខ្លះសល់អាខ្មៅខាងលើខ្មៅខាងក្រោមអញ្ចឹងវាអត់ត្រូវຂະຫນាតរបស់វាទេអញ្ចឹងត្រូវតែយើងធ្វើឲ្យពេញបាទវីដេអូរបស់ខ្ញុំគឺពេញតែម្ដងពេញទាំងលើពេញទាំងក្រោមវាទៅពេញអេក្រង់តែម្ដងហើយអាទី4នោះគឺវីដេអូរបស់ខ្ញុំគឺលើសពី10សេកុងបានន័យថាបើក្រោម10សេកុងក្រោម10វិនាទីហ្នឹងក៏វាអត់សូវរុញដែរអញ្ចឹងយើងធ្វើឲ្យលើ10សេកុងទៅបាន Facebook វារុញណាហើយអានេះគឺយើងអាចុងក្រោយនេះគឺយើងប្រើសំឡេងរបស់យើងហ្មងយើងនិយាយផ្ទាល់ហ្មងបងប្អូនបាទយើងនិយាយផ្ទាល់ក្នុងវីដេអូហ្នឹងអញ្ចឹងណាអញ្ចឹងគឺទាំងអស់នេះគឺយើងធ្វើត្រូវហើយអញ្ចឹង Facebook វានឹងរុញហើយអញ្ចឹងដូចកន្លែងនេះអញ្ចឹងវាចេញ tip ហើយវាដាក់សញ្ញា tick ពណ៌បៃតងគឺបានន័យថារបស់យើងគឺគុណភាពអូខេតែម្ដងអញ្ចឹងបងប្អូនដឹងថាវីដេអូខ្ញុំຂະຫນាតមិនបងប្អូនចុចកន្លែង edit នេះមកឃើញអត់របស់ខ្ញុំគឺពេញអេក្រង់តែម្ដងអត់មានសល់ខ្មៅទេហើយយើងនិយាយរៀលទៀតអញ្ចឹងកន្លែងនេះយើងសេរី thumbnail មកអាសេរី thumbnail នេះគឺសេរីពីមុខដើម្បីឲ្យគេចាប់អារម្មណ៍អញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំយកកន្លែងទៅនេះហើយខ្ញុំចុច save មកអញ្ចឹងរបស់ខ្ញុំត្រូវអស់ហើយអញ្ចឹងយើងធ្វើការផុសមកអត់មានអីពិបាកទេអញ្ចឹងពេលដែលយើងបង្ហោះវីដេអូចំណងជើងក៏យើងអត់ដាក់ link អត់ដាក់អីយើងទៅសេតែចំណងជើងឲ្យវាត្រូវតាមលក្ខខណ្ឌរបស់គេកុំទៅសេខ្លីពេកកុំទៅសេវែងពេកមកល្មមដូចរបស់ខ្ញុំហ្នឹងមកគឺ Facebook វារុញហើយអញ្ចឹងវាធ្វើឲ្យរបស់យើងហ្នឹងមាន view ច្រើនអញ្ចឹងណាអញ្ចឹងឥឡូវនេះយើងកំពុងតែបង្ហោះខ្ញុំ37អូខេបងប្អូនគ្នាវីដេអូរបស់យើងបានបង្ហោះរួចហើយអញ្ចឹងចាំមើលខ្ញុំចូលទៅមើលបន្តិចអូខេឥឡូវនេះយើងបង្ហោះរួចហើយអញ្ចឹងវាចេញនៅកន្លែង profile របស់យើងនេះចាស់ស្នាវហើយអ្នកគ្រាន់តែបង្ហោះចាស់ស្នាវភ្លាមអ្នកមើលរបស់យើង33អ្នកបាត់ហើយបងប្អូនបាទ33អ្នក3 commentអូខេអ្នក comment 4 comment អីច្រើនណាស់45អ្នកបាត់ហើយបងប្អូនបាទអញ្ចឹងឲ្យតែ content យើងល្អហើយយើងបង្ហោះត្រូវຂະຫນាត Facebook គឺដឹងថា Facebook វារុញហើយបងប្អូនបាទឥឡូវដូចជាក់ស្ដែងឥឡូវខ្ញុំបិទសលេនេះជាក់ស្ដែងនេះវីដេអូនេះឃើញអត់គឺថាពេញលើពេញក្រោមអត់មានសល់កន្លែងខ្មៅទេអត់មានសល់ខ្មៅទេគឺពេញលើពេញក្រោមតែម្ដងអញ្ចឹង Facebook វារុញឃើញទេបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅគឺដឹងតែល្អហើយអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះដល់ចប់អញ្ចឹងកុំភ្លេច share ម្នាក់មួយផង